មនុស្សជាង5000នាក់ទៀតហើយអាចប្រឈមមុខក្នុងការបណ្តេញចេញពីសហរដ្ឋអាមេរិកដោយស្ថានភាពការពារបណ្ដោះអាសន្នរបស់ពួកគាត់ត្រូវបានបញ្ចប់កាលពីថ្ងៃទី18ខែសីហាឆ្នាំ2026ចៅក្រមសហព័ន្ធបានសម្រេចលុបចោលស្ថានភាពការពារបណ្ដោះអាសន្នឬក៏ពាក្យកាត់ជាភាសាអង់គ្លេសហៅថា TPS មកពីពាក្យពេញថា Temporary Protection Status ទៅកាន់មនុស្សជាង5000នាក់ដែលមកពីប្រទេស Ethiopia បាទដែលស្គាល់ប្រទេសហ្នឹងបងប្អូនគឺជាប្រទេសមួយស្ថិតនៅក្នុងទ្វីបអាហ្វ្រិកហើយនៅខាងក្រោមនេះខ្ញុំនឹងបញ្យល់ថាអ្វីទៅជា TPS ហើយពេលដែល TPS ផុតកំណត់តើពួកគេមានផលវិបាកអ្វីខ្លះទី1ទៅមុនតើអ្វីទៅជា TPS អញ្ចឹងពាក្យពេញមកពី Temporary Protection Status ដែលបកប្រែជាភាសាខ្មែរថាស្ថានភាពការពារបណ្ដោះអាសន្នគឺជាការការពារផ្នែកអន្តោប្រវេសន៍មួយដែលមានលក្ខណៈមនុស្សធម៌សម្រាប់ប្រជាជនមកពីប្រទេសដែលមានស្ថានភាពមិនមានសុវត្ថិភាពឬក៏មិនអាចត្រឡប់ទៅប្រទេសវិញបានអ្នកទាំងនោះមានសិទ្ធិទី1ការការពារពីការបណ្តេញចេញពីប្រទេសចឹងបើគាត់នៅអាមេរិកហើយអត់អាចបណ្តេញគាត់បានទេបើគាត់នៅមាន TPS ទី2ការអនុញ្ញាតឲ្យធ្វើការចឹងគាត់អាចធ្វើការដោយស្របច្បាប់បាននៅសហរដ្ឋអាមេរិកហើយទី3ត្រូវបានការការពារស្របច្បាប់ជាបណ្ដោះអាសន្ននានាផ្សេងៗទៀតតើមានរឿងអ្វីកើតឡើងចំពោះជនជាតិ Ethiopia នេះហេតុអីបានគាត់ទទួលបាន TPS បាទកាលពីដំបូងឡើយគឺដោយសារតែលោករដ្ឋបាលលោក Biden បានកំណត់យកប្រទេស Ethiopia ហ្នឹងសម្រាប់កម្មវិធី TPS នៅខែធ្នូឆ្នាំ2022បាទថ្មីនេះទេដោយសារតែចំនួនប្រដាប់អាវុធនិងស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសនោះការកំណត់នេះត្រូវបានពន្យាពេលនៅឆ្នាំ2024ដល់ឆ្នាំ2024ត្រូវផុតកំណត់លោករដ្ឋបាលលោក Biden បានបន្ត2ឆ្នាំទៀតអញ្ចឹងដល់ឆ្នាំ2026ហើយថ្ងៃផុតកំណត់របស់ TPS ហ្នឹងគឺនៅថ្ងៃទី13ខែកុម្ភៈឆ្នាំ2026ហើយមុននឹងទៅដល់ថ្ងៃកំណត់ TPS មានការតវ៉ាផ្សេងធ្វើឲ្យតុលាការបានផ្អាកក្នុងការបញ្ឈប់ថ្ងៃផុតកំណត់របស់ TPS ហ្នឹងបន្ទាប់មកលោកត្រាំអត់មានឈប់ទេក៏ព្យាយាមតវ៉ាច្បាប់ដើម្បីដកពួកគាត់ចេញបណ្ដេញចេញពីប្រទេសចឹងណាចឹងហើយបានថ្ងៃទី18នេះរដ្ឋបាលលោកDonald Trumpបានជោគជ័យក្នុងការសម្រេចចិត្តបញ្ចប់ស្ថានភាព TPS របស់ប្រទេស Ethiopia ហ្នឹងអញ្ចឹងតើនឹងមានផលវិបាកអីសម្រាប់ជនជាតិមកពីប្រទេស Ethiopia ហ្នឹងក្នុងពេលដែល TPS របស់ពួកគាត់ហ្នឹងបានផុតកំណត់ចឹងបើយោងតាមសេចក្តីរាយការណ៍របស់ USCIS គាត់បានបញ្ជាក់ហើយគឺផុតកំណត់នៅថ្ងៃទី18ខែសីហាឆ្នាំ2026ហើយនេះក៏ផ្ដល់ដំណឹងទៅឲ្យនយោជកទាំងអស់ដែលមានបុគ្គលិកជាជនជាតិហ្នឹងអាចចាប់ផ្ដើមរកបុគ្គលិកជំនួសហើយទៅដោយសារតែពួកគាត់ឡើងមានសិទ្ធិក្នុងការធ្វើការងារស្របច្បាប់នៅប្រទេសអាមេរិកបានហើយអាចនឹងប្រឈមមុខក្នុងការនឹងបណ្តេញចេញដោយសារតែការផុតកំណត់នៃ TPS ហ្នឹងបាទអរគុណវីដេអូនេះគឺខ្លីតែប៉ុណ្្នឹងទេបើវីដេអូនេះមានប្រយោជន៍សូមជួយចុច like share ហើយនិង follow page មួយផងបាទអរគុណ